មានទី3នេះមកព័ត៌មានទី3នេះសូមផ្ដោតទៅលើមុំនៃការជួបចរចានឹងរវាងមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបើយោងតាមសេចក្តីរាយការណ៍នានាខ្ញុំសូមដកស្រង់ដំបូងនេះគឺខាងពីក្រសួងការពារជាតិរបស់កម្ពុជាគឺអ្នកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាដែលជាអ្នកនាំពាក្យរបស់ក្រសួងការពារជាតិរបស់កម្ពុជានឹងបានបញ្ជាក់តាម Facebook របស់ខាងក្រសួងឲ្យដឹងថាថ្ងៃទី25ធ្នូនេះគឺជាថ្ងៃទី2នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃគឺការប្រជុំនេះចាប់ផ្ដើមតាំងពីម៉ោង 9:05 នាទីព្រឹកបាននៅច្រកអន្តរជាតិព្រំផាក់តាតខេត្តបៃលិនប្រទេសកម្ពុជាទល់នឹងខេត្តចន្ទបុរីប្រទេសថៃបាទហើយកិច្ចប្រជុំថ្ងៃទី2នោះគឺបន្តពិភាក្សាគ្នាបន្ថែមទៀតដើម្បីជំរុញឲ្យមានការបញ្ឈប់អរិភាពនិងស្វែងរកនៅដំណោះស្រាយដើម្បីឲ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកប្រកបដោយភាពឡើងវិញបាទនេះគឺជាការបញ្ជាក់របស់ក្រសួងហើយក្រសួងក៏បាននិយាយដែរថាគឺនៅថ្ងៃទី27ធ្នូបាទគឺមានការជួបរវាងក្រុមខាងមេដឹកនាំនៃក្រសួងទាំងពីរផងដែរបាទហើយទន្ទឹមនឹងនោះគឺប្រិមិត្តខ្ញុំបានបង្ហោះហើយគឺមានសេចក្តីរាយការណ៍ថាទាហានថៃនឹងបានជន់មីនម្នាក់ទៀតហើយនៅថ្ងៃនេះគឺនៅពេលដែលក្រុមការងារនឹងកំពុងតែជួបប្រជុំនឹងគឺតាមសារព័ត៌មានរបស់ថៃឲ្យដឹងថាគឺមានទាហានរបស់ថៃមួយរូបជន់មីននៅកាលពីម៉ោង2រសៀលបាទ2រសៀលនៅម្ដុំភូមិសាស្ត្រប្រាសាទតាកបីហើយមិនត្រឹមតែទទួលស្គាល់ឬក៏យ៉ាងម៉េចទេប៉ុន្តែថៃថែមទាំងចោទថានេះគឺជាការលបចូលទៅដាក់មីនដោយទាហានរបស់កម្ពុជាចូលទៅក្នុងដាក់ហ្នឹងជន់បានជាទាហានគាត់មកជន់មីនកន្លែងហ្នឹងទៀតបាទអញ្ចឹងគឺជារឿងមួយដែលខាងភាគីថៃតែងតែកើតមានឡើងនេះជាករណីទី9ហើយនៃការដើរជន់មីនអញ្ចឹងបានន័យថាឲ្យតែវាជួបចរចាគ្នាបាទគឺជន់មីនបាទជន់មីនតែជន់មីនទីករណីទី9ហើយបាទកាលពីរៀបទៅកូរ៉ាឡាំពួរនេះជន់មីនភាសាឥឡូវនេះមកជន់មីនភាសាទៀតហើយកំពុងតែចរចាគ្នាបាទក្នុងខណៈពេលដែរការប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរនេះគឺនៅតែបន្តនៅឡើយទេមិនមែនការប្រយុទ្ធគ្នាចប់ទេបើតាមអ្នកស្រីអ្នកនាំពាក្យហ្នឹងគឺបានបញ្ជាក់ឲ្យដឹងនៅក្នុងទំព័រ Facebook របស់ក្រសួងហ្នឹងឲ្យដឹងថាការប្រយុទ្ធគ្នាហ្នឹងនៅក្នុងភូមិសាស្ត្រជាច្រើនគឺចាប់ផ្ដើមតាំងពីព្រឹកព្រលឹមបាទគឺថៃមានផ្លោងមានទម្លាក់ក្របបែកកំភ្លើងធំកំភ្លើងអីហ្នឹងវាប្រហារនៅច្រកជាច្រើនអញ្ចឹងខ្ញុំសូមមិនចូលលម្អិតទៅដល់កន្លែងហ្នឹងទេប្រិយមិត្តអាចទៅមើលដោយខ្លួនឯងបានណាមើលដោយខ្លួនឯងបានគឺតាក់ទងជាមួយនឹងការដែលការជួបចរចាហើយនឹងស្ថានភាពនៅសមរភូមិកើតមានឡើងនេះបាទអញ្ចឹងគឺលំមនឹងឲ្យគេបានយល់ដឹងផងដែរថាហេតុអ្វីបានជាបាទសំណួរតែងតែសួរបាទឲ្យតែមានរឿងជួបប្រជុំគ្នាគឺពួកនោះជន់មានបាទហើយខ្ញុំថាជៀសវាងមិនចង់និយាយទេគឺប្រិមិត្តបើចូលទៅក្រសួងការពារជាតិរបស់កម្ពុជាឃើញមានការដាក់ថាការប្រយុទ្ធនៅតំបន់នេះព្រៃច័ន្ទបឹងតគួនបាទជោគជ័យបៃលិនអីសំទោសបានបៃលិនព្រះវិហារហើយនឹងជាដើមនោះគឺនៅសមរភូមិប្រហែលថ្ងៃនៅកន្លែងហ្នឹងបាទហើយនៅប្រាសាទតាកបីប្រាសាទតាមនអីហ្នឹងតែដល់ពេលអញ្ចឹងប្រិមិត្តអាចវិយតម្លៃបានខ្ញុំដឹងខ្ញុំមានការប្រាប់មកពីខាងសមរភូមិខ្ញុំដឹងតែរឿងវិស្ថានភាពយ៉ាងម៉េចប៉ុន្តែខ្ញុំមិននិយាយឲ្យដឹងទេបាទប៉ុន្តែប្រិមិត្តដែលចូលចិត្តជឿថៃហ្នឹងគឺមានឆ្ងល់ទេបាទគឺប្រយុទ្ធបើប្រហែលថ្ងៃហ្នឹងបើសិនជាថៃគាត់កាន់កាប់បានច្រើនមែនគឺមិនក៏នៅមានប្រយុទ្ធនៅមកផ្លោងចូលកន្លែងហ្នឹងដដែលបាទឥឡូវខ្ញុំបង្ហើបបន្តិចចុះអូខេមិនបបក៏បានដែរគឺនិយាយរួមខ្ញុំអាចនិយាយបានថាស្ថានភាពនៅសមរភូមិវារុញគ្នាទៅវិញទៅមកអត់មានកន្លែងណាមួយដែលនៅថេមកកន្លែងនេះទេបាទអញ្ចឹងគឺម្នាក់ដែលខ្ញុំអាចនិយាយបានតែប៉ុណ្ណេះថាម្នាក់បាទប្រយ័ត្នគ្នាទៅវិញទៅមកឧទាហរណ៍បើសិនជាតំបន់ហ្នឹងទៅឈរជើងនៅពេលបច្ចុប្បន្ននេះបាទគ្រោះថ្នាក់គេអត់ទៅទេបាទគេត្រូវនៅឈរកន្លែងណាមួយដែលមានសុវត្ថិភាពបាទពីព្រោះបើកាលណាទៅឈរកន្លែងណាមួយហ្នឹងវាដូចជាគេហៅថា expose ឲ្យគេឃើញច្បាស់អញ្ចឹងគេបតក់ទៅចំហើយបាទអញ្ចឹងម្នាក់ហ្នឹងឧទាហរណ៍បើភ្នំវិញគេទៅនៅមួយចំហៀងភ្នំម្នាក់ដើម្បីទប់កន្លែងហ្នឹងការពារកន្លែងហ្នឹងតំបន់ណាដែលគេអាចទប់បានហ្នឹងបាទអញ្ចឹងហើយបានជាលឺសូររបាយការណ៍វានៅដដែលផ្លាំងទៅផ្លាំងមកបាទប៉ុន្តែពេលខ្លះគាត់ថាគាត់ស្ងប់ចឹងឡើងទៅមួយផ្លែថតរូបមួយរត់ចុះវិញទៅហើយគាត់គាត់បាយបានអាហ្នឹងជារឿងរបស់គាត់ផ្សាយខាងភាគីថៃទេហើយមានអ្នកដែលយកផ្សាយតាមហ្នឹងក៏ផ្សាយទៅវិញចឹងបានពេលខ្លះអ្នកដែលគេដឹងរឿងហ្នឹងហើយនឹង
មិនទៅដល់សមរភូមិអ្នកគេដឹងរឿងហ្នឹងគឺអ្នកដែលយកផ្សាយតាមហ្នឹងគឺគេដឹងថាគាត់អត់យល់ពីស្ថានភាពសមរភូមិហើយបាទហើយទំរំអ្នកគេដឹងរឿងមែនតើគេអាចនឹងគេសាយបន្ថែមទៀតណាបាទអញ្ចឹងប្រយ័ត្នមែនតើបាទប្រយ័ត្នមែនតើដល់រាប់ណាការប្រយុទ្ធគ្នាមិនទាន់បានចប់ទេការព្រមព្រៀងជុំបាញ់គ្នាហើយអ្នកណាឈរជើងនៅណានឹងបានយើងអាចថាជាទីតាំងដែលកើតឡើងក្រោយពីមានការប្រយុទ្ធហើយផ្ទៀងផ្ទាត់គ្នាទៅបាទប៉ុន្តែពេលនេះគឺទៅវិញទៅមកប្រទៀងគ្នាទេបាទអញ្ចឹងហើយបានជាហ្នឹងខ្ញុំឲ្យប្រិមិត្តទៅមើលរបស់ក្រសួងការពារជាតិហ្នឹងគឺអ្វីដែលនិយាយហ្នឹងគឺប្រហែលថ្ងៃដូចតែគ្នាដដែលទៅខាងនេះទៅខាងនោះផ្លោងទៅដាក់ទៅវិញទៅមកបាទអញ្ចឹងហើយបាទកម្ពុជាគាត់ថាគាត់នៅបន្តឈរជើងយ៉ាងរឹងមាំនៅទីតាំងដែលកម្ពុជាមានអធិបតេយ្យភាពនឹងបាទហើយគាត់ថាឲ្យថៃហ្នឹងគឺបញ្ឈប់ការឈ្លានពាននឹងមកតំបន់ហ្នឹងបិឆ្មក់ចូលកន្លែងហ្នឹងជាដើមបាទអញ្ចឹងនេះជាព័ត៌មានទី3ហើយព័ត៌មានទី4នេះសូមជូនខ្លីទេជាសេចក្តីរាយការណ៍របស់ Cambodianes ហ្នឹងគឺគាត់ដកស្រង់ពីប្រភពពីខាង UNICEF បាទ UNICEF ហ្នឹងគឺគាត់បានប្រធាន UNICEF នៅកម្ពុជាហ្នឹងគាត់បានព្រមានឲ្យដឹងអំពីផលប៉ះពាល់ទៅលើខាងវិបត្តិមនុស្សធម៌បើសិនជាចំនួននេះនៅបន្តអូសបន្លាយទៀតគឺលោកតំណាងរបស់អង្គការ UNICEF ប្រចាំនៅកម្ពុជាគឺលោក Will Park បាទនិយាយថាឥឡូវនេះគឺមានប្រជាពលរដ្ឋជាង60,000 នាក់ណា60,000 នាក់ហើយដែលភាសឹកមកតាមតំបន់នានាអញ្ចឹងស្ថានភាពនៅកន្លែងជំរុំភាសឹកហ្នឹងគឺបាទមានបញ្ហាពីរឿងទឹកអនាម័យមកទឹកទទួលទានណាទឹកប្រើប្រាស់ហ្នឹងអនាម័យហ្នឹងគឺមានបញ្ហាកន្លែងហ្នឹងបាទហើយដូច្នេះវាអាចនឹងប៉ះពាល់ទៅដល់សុខភាពអ្នកដែលភាសឹកហ្នឹងគឺមានជំងឺមានអីហ្នឹងបាទដែលរួមមានជំងឺរាគរូសអីជំងឺផ្លូវដង្ហើមបាទហើយនឹងការប៉ះពាល់ទៅដល់ការមិនអាចចាក់វ៉ាក់សាំងទៅដល់កុមារអីជាដើមដែលត្រូវការសេវានេះជាចាំបាច់ហ្នឹងអញ្ចឹងសារព័ត៌មានបានរាយការណ៍ច្រើនការដែល UNICEF បានព្រមានដូចនេះគឺបានន័យថាម៉េចបានន័យថាទី1គឺរដ្ឋាភិបាលកម្ពុជាខ្លួនឯងនឹងត្រូវផ្ដល់អាទិភាពថាតើនឹងជួយដោះស្រាយបញ្ហានេះដោយរបៀបណាទី2គឺដៃគូអភិវឌ្ឍន៍នានារួមមានទាំងអង្គការសហប្រជាជាតិហ្នឹងឬក៏ប្រទេសផ្ដល់ជំនួយហ្នឹងត្រូវចាត់ចែងយ៉ាងម៉េចចំពោះជំនួយរបស់ខ្លួនហ្នឹងផ្ដល់អាទិភាពយ៉ាងណាជួយជនភាសឹកនឹងមួយរយៈសិនដៃគូអភិវឌ្ឍន៍នឹងរួមទាំងមានជប៉ុនមានទាំងសហរដ្ឋអាមេរិកផងដែរបាទសហរដ្ឋអាមេរិកអាចនឹងធ្វើឲ្យក៏ប៉ុន្តែមិនទាន់មានព័ត៌មានយ៉ាងម៉េចពីជំនួយហ្នឹងប៉ុន្តែខ្ញុំជឿថាប្រហែលជាកំពុងតែរៀបចំដើម្បីជួយបន្ថែមទៀតជុំទី2ហ្នឹងផងដែរក្នុងពេលកន្លងមកសហរដ្ឋអាមេរិកក៏បានជួយជំនួយដែរបាទហ្នឹងចំណុចទី2ចំណុចទី3ដោយផ្ទាល់ខ្លួនខ្ញុំតែម្ដងក៏មិនមែនតែខ្ញុំម្នាក់ទេគឺមនុស្សជាច្រើនបានដឹងអំពីរឿងហ្នឹងគឺបាទគឺយើងត្រូវបើកបេះដូងបន្ថែមទៀតដើម្បីរាយអង្គាសថវិកាទៅជួយទៅដល់ជនភាគសឹកទាំងអស់នោះបាទសាកមើលខ្លួនយើងបើយើងជួបស្ថានភាពបែបហ្នឹងយើងប៉ះពាល់អ្វីខ្លះបាទហើយរឿងនេះវារយៈពេលខ្លីយើងអាចនឹងលូកអបហៅយើងឲ្យបានជ្រៅទៀតថាតើយើងអាចនឹងច្បិចបានប្រមាណដុល្លារប្រមាណសេនទៀតយើងជួយគ្នាដើម្បីជួយជំនួយទៅពួកគាត់ផងជួយពួកគាត់ផងខ្ញុំគ្រាន់តែចង់បង្ហាញពីគំរូនៅអឺរ៉ុបពេលដែលរុស្ស៊ីចូលឈានពានអ៊ុយក្រែនហ្នឹងគឺប្រជាពលរដ្ឋអ៊ុយក្រែនភៀសខ្លួនទៅអឺរ៉ុបណាទៅបារាំងទៅអង់គ្លេសទៅប្រទេសពលឡូញនៅក្បែរហ្នឹងគឺពលរដ្ឋគេនៅទីនោះគេបើកបេះដូងគេបើកទ្វារផ្ទះទទួលហ្មងអ្នកខ្លះទទួលមកគ្រួសារឲ្យស្នាក់នៅអញ្ចឹងទៅក្នុងរយៈពេលហ្នឹងបាទអញ្ចឹងខ្មែរយើងបើកាលណាយើងអាចមើលគំរូហ្នឹងបានគឺយើងអាចមានជំរឿ2ជំរឿទី1គឺការចូលរួមចំណែកវិភាគទានអីឲ្យគាត់អញ្ចឹងមកតែខ្ញុំឃើញធ្វើហើយទី2គឺការបើកទ្វារទទួលបើសិនជាអាចធ្វើបានឥឡូវហ្នឹងគឺព្រះសង្ឃព្រះអង្គបើកទ្វាររបងវត្តទទួលពុទ្ធបរិស័ទទាំងអស់ហ្នឹងគឺមួយហើយប៉ុន្តែបើមានគ្រួសារណាជាប់សាច់ញាតិជាប់បងប្អូនយើងអាចទទួលគាត់ឲ្យស្នាក់នៅមួយរយៈសិនទៅបាទវាលំបាកទាំងអស់គ្នាវាប៉ះពាល់ទៅដល់ការរស់នៅប្រចាំថ្ងៃរបស់យើងប្រកបមែនក៏ប៉ុន្តែធ្វើម៉េចគាត់នោះក៏គ្នាជួបបញ្ហាអញ្ចឹងនឹងយើងមើលគំរូនៅអង់គ្លេសនៅបារាំងនៅអឺរ៉ុបអីហ្នឹងគឺបាទគេទទួលអ្នកដែលគេមិនដែលស្គាល់តែម្ដងគ្រាន់តែដាក់គេថែមទាំងដាក់ពាក្យទៀតណាបាទនៅក្នុងពេលនោះគឺខ្ញុំចាំបានគឺលោកពូឈ្មោះខ្មែរចាំភ្លេចឈ្មោះគាត់ទេគេមើលភ្លេចឈ្មោះគាត់បានទៅបាទផ្លែតហ្នឹងទៅគាត់ខំដាក់ពាក្យដាក់អីទៅឲ្យបើកឡានយកជំនួយឲ្យទៅជួយប្រជាពលរដ្ឋអ៊ុយក្រែនហ្នឹងផងដែរអញ្ចឹងយើងអាចមើលគំរូរបស់គេហ្នឹងដែរតែការជួយតាមរបៀបបុរាណដែលគ្រាន់តែរីលុយជួយហ្នឹងបានហើយគឺយើងបានអនុវត្តជារៀងរហូតមកហើយក៏ប៉ុន្តែ
តាមរបៀបទំនើបសម័យថ្មីទៀតតែយើងអាចជួយទៅយកកូនក្មេងជាពិសេសក្មេងស្រីក្មេងអីតែគ្នាពេញវ័យពេញអីដែលត្រូវការកន្លែងស្នាក់នៅសមរម្យហ្នឹងយើងអាចទទួលឲ្យគាត់ស្នាក់នៅមួយរយៈសិនទៅមកអាចគាត់បែកពីគ្រួសារក៏ប៉ុន្តែគាត់មានកន្លែងនៅស្នាក់នៅសមរម្យសិនដើម្បីភាពថ្លៃថ្នូររបស់គាត់កុំឲ្យប៉ះពាល់ទៅដល់ជីវភាពទៅដល់ភាពថ្លៃថ្នូររបស់គាត់ហើយនឹងអារម្មណ៍របស់គាត់ខ្លាំងបាទអាចអញ្ចឹងដែរបើយើងគួរខ្ញុំគិតថាបើគួរតែពិចារណាកន្លែងហ្នឹងគួរតែពិចារណាផងដែរពីព្រោះនឹងនេះគឺជាការវិតម្លៃរបស់ UNICEF ហើយសារព័ត៌មាន Cambodia News ក៏បានយកមកផ្សាយអញ្ចឹងប្រិមិត្តអាចមើលកន្លែងហ្នឹងហើយយើងពិនិត្យមើលខ្លួនយើងផងដែរបាទអញ្ចឹងសូមអរគុណប្រិមិត្តច្រើនដែលបានចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំហើយនឹងការឲ្យជាយោបល់ខ្លះបើទោះបីជាទទួលយកបានបណ្ណាឬមិនទទួលយកបានបណ្ណាសូមខន្តីអភ័យទោសណាបាទនេះជាចេតនាល្អរបស់ខ្ញុំហើយខ្ញុំនិយាយត្រង់មិនមែនខ្ញុំនិយាយតែកោបបត់តែខ្ញុំទេខ្ញុំក៏មានរៀបចំជូនដែរតែខ្ញុំគាត់ថាខ្ញុំមិនប្រកាសហើយឃើញមានអ្នកតាក់ទងមកខ្ញុំចង់ donate មកខ្ញុំដែរខ្ញុំថាខ្ញុំក៏ឲ្យទៅអ្នកដែលខ្ញុំធ្វើការជាមួយគេនោះបាទខ្ញុំមិនចង់យកវេទិកានេះរៃអង្គាសបាទឲ្យគេអ្នកផ្សេងគាត់ថាខ្ញុំថាខ្ញុំក៏បានជួយដែរជួយជាប្រចាំបងបាទជួយជាប្រចាំជាប់តែម្ដងតាំងពីអំបុកតាំងពីបាយក្រៀមបាទរហូតដល់មានបាទបាវបច្ចុប្បន្ននេះបាទខ្ញុំអាចនិយាយបានទៀតដែរបាវខ្សាច់បាវដើម្បីច្រកខ្សាច់ដើម្បីពង្រឹងលេនដ្ឋានដែរពង្រឹងលេនដ្ឋានផងដែរបាទទូយ៉ាងដូចម្សិលមិញទៅតែបាទជូន 1000 បាវថែមទៅទៀតបាទអញ្ចឹងទៅបាទហើយនឹងមានបន្តទៀតដែរបាទគាត់ថាខ្ញុំមិនចង់ដើរតួជាអ្នករៃអង្គាសអីទេបាទតាមធនធានតាមក្រុមខ្ញុំដែលអាចនឹងទៅបានគឺខ្ញុំជួយតាមនឹងដែរបាទអញ្ចឹងហើយបានជាយើងអាចដឹងស្ថានភាពខ្លះដែរបាទអញ្ចឹងសូមចូលរួមចំណាយប៉ុណ្ណឹងអញ្ចឹងប្រិមិត្តអាចពិនិត្យមើលខ្លួនឯងទៅអង្គការមនុស្សធម៌ណានៅក្បែរខ្លួនហើយក្នុងផ្ទះយើងបើថាផ្ទះធំហើយគឺអាចនឹងបើកទទួលកុមារជាពិសេសខ្ញុំបារម្ភខ្លាំងទៅលើកុមារដែលគ្នាវ័យជំទង់អីហ្នឹងស្ត្រីហ្នឹងគឺគ្នាមានផលប៉ះពាល់ហ្នឹងអាចនឹងទទួលគាត់ឲ្យស្នាក់នៅមួយរយៈសិនតម្រាំតែរឿងនេះផុតនឹងគឺអាចនឹងខ្លាយទៅជាចំណងមិត្តភាពរាប់អានបងប្អូនទៅថ្ងៃអនាគតក៏មានផងដែរបាទដូចជានៅករណីនៅអ៊ីស្រាអែលឬឡោសៃនៅអ៊ីស្រាអែលមួយចាស់បញ្ចប់ដោយចែករឿងមួយពីរឿងមនុស្សធម៌កាលពីអ៊ីស្រាអែលមានក្រោយពីសង្គ្រាមលោកលើកទី2ហ្នឹងគឺគេដេញអ៊ីស្រាអែលចេញទៅច្រើនហ្នឹងគ្រួសារមួយនៅអ៊ុយក្រែនបាទគ្រួសារមួយអ៊ុយក្រែនទទួលយកជនភៀសសឹកហ្នឹងបាទជនភៀសខ្លួនមកកន្លងជនភៀសខ្លួនហើយជនភៀសខ្លួនហ្នឹងទៅដល់ហ្នឹងទៅស្នាក់នៅគ្រួសារគាត់ហ្នឹងបាទហើយក៏ពេលចាប់ទៅអ៊ីស្រាអែលគាត់បានសន្តិភាពទៅបានចេញជាប្រទេសទៅក៏ត្រឡប់មកវិញបាទត្រឡប់មកវិញទៅអ្នកណាទៅនឹកឃើញថា50ឆ្នាំក្រោយបាទជាង50ឆ្នាំក្រោយចៅរបស់អ្នកដែលទទួលគ្រួសារអ៊ីស្រាអែលហ្នឹងចៅរបស់អ្នកទទួលគ្រួសារអ៊ីស្រាអែលហ្នឹងបែរជាខ្លាយទៅជាជនភៀសខ្លួនវិញនៅពេលដែលរុស្ស៊ីចូលមកឈ្លានពានហើយគាត់ក៏ត្រឡប់មកស្នាក់នៅជាមួយអ្នកនោះចៅជំនាន់ក្រោយនៅអ៊ីស្រាអែលវិញឃើញទេបាទរាប់អានគ្នាតាំងពីយាយនឹងមកបន្តមកកូនមករាប់អានគ្នាធ្វើម៉េចបានជួយក្នុងគ្រាអាសន្នដែលអ៊ីស្រាអែលភៀសខ្លួនទៅអ៊ុយក្រែនតែដល់ពេលមានរឿងជាមួយអ៊ុយក្រែនណាទៅនឹកឃើញថារឿងអ៊ុយក្រែនជួបរឿងអញ្ចឹងគាត់បានអ្នកនឹងស្គាល់គ្នារត់មកអ៊ីស្រាអែលវិញស្នាក់នៅផ្ទះគេទៅជួនកាលមិត្តភាពវាកើតឡើងដោយការបើកបេះដូងមនុស្សធម៌យើងអញ្ចឹងណា It's a lifetime ដូច្នេះមិនមែនតែមួយជីវិតគាត់រហូតដល់ចៅគាត់ទៀតបាទអញ្ចឹងសូមអរគុណប្រិយមិត្តទាំងអស់គ្នាបាទសូមថ្ងៃនេះល្ងាចនេះគឺនៅផ្សាយកម្មវិធីព័ត៌មានអាមេរិកទេពីព្រោះកម្មវិធីជប់លៀងលើកពេលបន្តិចបាទប្រហែលជាស្អែកបានអត់បានផ្សាយបាទអញ្ចឹងសូមអរគុណសូមជម្រាបលា